ខ្ញុំតែងតែស្វែងរកទីតាំងកម្សាន្តបែបធម្មជាតិដែលអាចផ្ដល់ឲ្យខ្ញុំនូវភាពស្ងប់ស្ងាត់ស្រស់ស្អាតដើម្បីស្រូបយកនូវខ្យល់អាកាសបរិសុទ្ធហើយពេលនេះខ្ញុំបានរកឃើញហើយនោះគឺតំបន់ទេសចរណ៍ធម្មជាតិជីផាតដែលមានចម្ងាយតែ50គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានស្រែអំបិលនៃខេត្តកោះកុងតំបន់ជីផាតជាឋានសួគ៌សម្រាប់អ្នកស្រឡាញ់ធម្មជាតិក្រៅពីមានដងព្រៃដ៏ស្រស់ស្អាតព្រៃព្រឹក្សាខៀវស្រងាត់ទឹកធ្លាក់ស្រស់ត្រកាលហើយប្រជាជននៅតំបន់នេះបានចូលរួមយ៉ាងសកម្មជាមួយឆន្ទៈខ្ពស់ដើម្បីប្រែក្លាយតំបន់របស់ខ្លួនឲ្យក្លាយទៅជាទិសដៅទេសចរណ៍ធម្មជាតិដែលគ្មានប្លាស្ទិកយើងតែងតែបង្ហាញនៅរូបភាពក៏ដូចជាសកម្មភាពជាក់ស្ដែងទៅកាន់គាត់តាមរយៈការសម្អាតភូមិឋានការសម្អាតទីធ្លាសាធារណៈដូចជាកន្លែងកម្សាន្តនិងកន្លែងតាក់ទាញជាដើមហ្នឹងឲ្យពួកគាត់បានឃើញរូបភាពជាក់ស្ដែងក៏ដូចជាសកម្មភាពជាក់ស្ដែងនៅក្នុងការសម្អាតពីយុវជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសហ្នឹងអាជ្ញាធរមូលដ្ឋាននិងប្រជាសហគមន៍របស់សហគមន៍យើងចាគឺខ្ញុំជារៀងរាល់ថ្ងៃខ្ញុំតែងតែអប់រំណែនាំគាត់ឲ្យគាត់ចេះស្រឡាញ់បរិស្ថានគឺគាត់ពេលដែលគាត់ញ៉ាំចំណីអាហារហើយគឺសម្រាប់ផ្លាស្ទិកគឺគាត់ចោលក្នុងធុងសម្រាមជាទូទៅហើយនឹងសម្រាមរលួយគឺគាត់ដាក់ក្នុងធុងសម្រាមផ្សេងដល់ឡែកតំបន់ជីផាតអាចចាត់ទុកថាជាតំបន់មួយទាក់ទាញភ្ញៀវទេសចរបានច្រើនមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលពួកគាត់អាចមកកម្សាន្តដោយភាពជឿជាក់ថាតំបន់នេះគ្មានការបំពុលបរិស្ថានពីកាកសំណល់ឬផ្លាស្ទិកជាដើម It seems like an easygoing village with local people and not much business in the village. So we like the nature, we like the people, we like the food, and we will have an easygoing holiday. លើកទី1ខ្ញុំមកទីហ្នឹងបងហើយដែលខ្ញុំមកហ្នឹងគឺខ្ញុំមកតាមការឃោសនារបស់បងដែលគាត់ផ្សព្វផ្សាយតាមប្រព័ន្ធ Facebook ឬក៏អីផ្សេងអញ្ចឹងហើយកន្លែងហ្នឹងក៏មានកន្លែងអភិវឌ្ឍថ្មីច្រើនអញ្ចឹងពួកខ្ញុំសាកល្បងមកលើកទី1ហ្មងបងបានអ្នកចូលស្វែងរកកន្លែងដែលមានភាពស្ងប់ស្ងាត់សេវាល្អនិងទេសភាពស្រស់ត្រកាលប្រជាជនរស់រានរាក់ទាក់ពោពេញទៅដោយស្នាមញញឹមជាពិសេសគ្មានសម្រាមផ្លាស្ទិកសូមគិតដល់ជីផាតទឹកដីនៃខេត្តកោះកុងមានទេសចរណ៍ធម្មជាតិជីផាតគ្មានសម្រាម